Chà, ngày ní nhiều nhómគាត់មកបែបបញ្ញាអញ្ចឹងអ្នកធ្វើក៏ធ្វើបែបបញ្ញាឲ្យគាត់ដែរចាហើយគាត់ចង់បានចុងសជាមួយនឹងផ្កាពាក់កញ្ចក់ dipping powder ហើយនឹង almond shape ចាអញ្ចឹងបន្ទាប់ពីខ្ញុំពាក់កញ្ចក់ហើយកាត់ប្រវែងដែលគាត់ចង់បានបន្ទាប់មកខ្ញុំក៏រុះរាង almond shape នឹងឲ្យគាត់ចានិយាយទៅគឺកញ្ចក់នេះគឺខ្ញុំចំណាយពេលរយៈពេលកន្លះម៉ោងចាធ្វើ dipping powder នឹងឲ្យគាត់ចាដោយសារតែគាត់ត្រូវទៅលេងប្រទេសបារាំងដោយសារតែគាត់ចង់បានបែបសុភាពហើយមើលទៅឃើញស្អាតអញ្ចឹងខ្ញុំក៏ recommend ធ្វើចុងសឲ្យគាត់ចាហើយដោយសារតែចុងសហ្នឹងគឺយើងអត់មានរើសពណ៌ខោអាវអីទេហើយនៅពេលដែលកញ្ចក់ដុសមកក៏ឃើញនៅតែស្អាតចានៅពេលដែលភ្ញៀវប្រាប់ថាចង់បានលឿនបញ្ញាអញ្ចឹងអ្នកធ្វើនេះខំប្រឹងធ្វើឡើងសឹងតែភ្លេចដកតាហើម្ដងហើយចាអញ្ចឹងចូលមកដល់សាច់រឿងយើងវិញចាបន្ទាប់ពីខ្ញុំរុះរាងអីហើយគឺខ្ញុំចាប់ផ្ដើមលាបជាមួយនឹងទឹកសម្ងួតចាបន្ទាប់មកទៀតគឺខ្ញុំលាបជាមួយនឹង clear ហើយគាត់ចង់បានពណ៌ clear pink នៅពីក្រោមកញ្ចក់ចុងសហ្នឹងបងប្អូនចាអញ្ចឹងគឺគាត់ថាគាត់ឆ្លាញ់អញ្ចឹងអត់បញ្ហាអ្នកធ្វើគឺធ្វើបានតាមចិត្តភ្ញៀវជានិច្ចចាគឺខ្ញុំ dip clear ឲ្យគាត់ហើយក៏ខ្ញុំ dip ពណ៌ចុងសជាមួយនឹងclear pink នឹងចាតែគាត់បញ្ញាប់មែនតែនគឺមិនទាន់ទាំង dip ហើយមួយខាងផងគាត់ចង់ងើបទៅម្ដងហើយចាមិនដឹងថាគូអសនាឲ្យគាត់ឬយ៉ាងណាទេចានាំតាហើយកញ្ចក់ហ្នឹងគឺខ្ញុំប្រឹងមែនតែនប្រឹងធ្វើម៉េចឲ្យលឿនឲ្យគាត់ណាចាបន្ទាប់ពីខ្ញុំ dip ម្សៅ clear ហើយគឺខ្ញុំចាប់ផ្ដើម dip ជាមួយនឹងចុងសហើយដាក់ clear pink ពីលើចាហើយខ្ញុំធ្វើបែបនេះចំនួន2ដងចាគឺ2ខូតបន្ទាប់មកខ្ញុំក៏បានដាក់ទឹកសម្ងួតម្ដងទៀតចាដើម្បីឲ្យកញ្ចក់នោះស្ងួតលឿនងាយស្រួលនៅពេលដែលយើងត្រៀលទៅគឺអត់ដាច់ពណ៌ចាហើយការឌីបចុងសហ្នឹងគឺនៅពេលដែលយើងត្រៀលគឺយើងមានការប្រុងប្រយ័ត្នមែនតែនចាដោយសារពេលខ្លះគឺពណ៌ចុងសហ្នឹងគឺយើងអត់ត្រៀលខ្លាំងទេគឺយើងត្រៀលបែបថ្នមតែមុននឹងត្រៀលគឺខ្ញុំចាប់ផ្ដើមរុះរាងចាធម្មតាឲ្យតែយើងឌីបពណ៌គឺរាងរបស់យើងហ្នឹងគឺតែងតែបដូរអញ្ចឹងទៅយើងត្រូវការរុះរាងបន្តិចបន្តួចឡើងវិញចាហើយបន្ទាប់ពីរុះរាងហើយគឺបន្ទាប់ពីរុះរាងរួចហើយខ្ញុំក៏ចាប់ផ្ដើមត្រៀលនៅគល់កញ្ចក់ចាហើយដូចខ្ញុំប្រាប់បងប្អូនពីមុនអញ្ចឹងគឺយើងរុះរាងគឺខ្ញុំផ្ដោតសំខាន់ទៅលើគល់កញ្ចក់ចាធ្វើម៉េចឲ្យគល់កញ្ចក់ហ្នឹងមូលកោងបានស្អាតហើយខ្ញុំក៏អត់បានថតពេលដែលដាក់ base coat top coat ដែរដោយសារតែគាត់បញ្ញាប់អញ្ចឹងណាហើយវីដេអូក៏មានប៉ុណ្ណឹង